ការល្ពៅល្អមែនតើពុកម៉ែបងប្អូនទាំងអស់គ្នាហើយថ្ងៃហ្នឹងគឺខ្ញុំបានដើរផ្សាយផ្សំបន្លែនៅក្នុងផ្ទះចិត្តផ្ទះអីចឹងណាយកមកក្រាន់ធ្វើម្ហូបហើយឥឡូវគឺដើមល្ពៅរបស់ខ្ញុំនឹងបងប្អូនដោយសារតែយើងដាំច្រើនខែហើយដល់ពេលអញ្ចឹងទៅគឺចាប់ផ្ដើមមានដើមខ្លះសពូនសពពទៅអញ្ចឹងទៅហើយដើមខ្លះទៀតក៏ចាប់ដើមផ្កាលាស់មកអញ្ចឹងបងប្អូនហើយមើលទៅគឺល្អមែនតើខ្ញុំដាំល្ពៅបងប្អូនទុកសម្រាប់ចង់បានផ្លែយកមកធ្វើម្ហូបញ៉ាំដែរតែឆ្នាំហ្នឹងគឺល្ពៅរបស់ខ្ញុំអត់មានផ្លែសោះមានតែផ្កាអញ្ចឹងតែអត់មានក្តាប់ផ្លែបងប្អូនខ្ញុំអត់ដឹងថាមូលហេតុអីដែរតែបើឆ្នាំមុនណានិយាយពីមិនខ្វះទេបងប្អូនអើយផ្លែគឺធំមែនទែនហ្មងណាហើយល្ពៅមួយជិត3គីឡូបងប្អូនតែបើឆ្នាំនេះគឺអត់មានផ្លែទេមានតែផ្កាហើយខ្ញុំដាំអញ្ចឹងគឺល្ពៅនឹងឡើងវាតាមរបងគៀនផ្ទះបងប្អូនហើយល្ពៅនេះកុំឃើញតិចអញ្ចឹងតែអាចជួយផ្គត់ផ្គង់គ្រួសារខ្ញុំបានមួយពេលដែរតាបងប្អូនពេលខ្លះចង់ឆាល្ពៅក៏បានពេលខ្លះចង់ស្លក់ធ្វើល្ពៅចង់អីចឹងគឺតំណងមែនតើបងប្អូនអើយហើយបើនិយាយពីបន្លែធម្មជាតិគឺខ្ញុំហូបមិនដែរញញើតមាត់ទេបងប្អូនចូលចិត្តមែនតើហើយធ្វើល្ពៅនេះគឺឥឡូវគឺចាប់ផ្ដើមសពពូនអស់ខ្លះហើយបងអូនអើយស្ដាយតែគុំដឹងធ្វើម៉េចដែរហើយខ្ញុំក៏ចង់បានឲ្យមានផ្លែដែរតែឆ្នាំហ្នឹងដឹងមិនទេបងប្អូនបើឆ្នាំមុនណាមានផ្លែគឺផ្លែវាល្អណែនហើយខ្ញុំយកមកធ្វើបបរល្ពៅបងប្អូនសាច់ល្ពៅឡើងល្មួតឆ្ងាញ់ហ្មងតែឆ្នាំហ្នឹងគឺអត់ល្អហើយខ្ញុំដើរបេះស្លឹកណាមើលទៅមានសពូនតវ៉ៅមានបន្លាមានអីមាននេះអីចឹងខ្ញុំបេះចោលអីចឹងបងប្អូនហើយស្ដាយព្រោះអីចង់ឲ្យធ្វើល្ពៅនឹងនៅបាន2 ខែទៀតតែអត់អាចទេបងអូនចាអរគុណបងអូនវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងឯង review ពីដើមល្ពៅជម្រាបលាអរគុណជួបហើយពេលដែលកលែកមកមើលក្នុងនេះបងប្អូនទាំងអស់គ្នាគឺជាផ្លែល្ពៅខាងបងស្រីគាត់នៅមណ្ឌលគិរីក៏គាត់ប្រមូលផលបានមុនពេលអញ្ចឹងគឺគាត់បេះផ្ញើតាមឡានមកឲ្យសាកហូបឲ្យបងប្អូនដូចជាផ្លែល្ពៅនឹងអញ្ចឹងគឺប្រភេទផ្លែល្ពៅត្រើងក៏ប៉ុន្តែគឺសាច់វាល្មួតល្អមែនតើហើយខ្ញុំចូលចិត្តបវរល្ពៅជាពិសេសបងប្អូនគឺយើងធ្វើសង់ខ្យាល្ពៅហូបម្ដងមួយផ្លែគ្រាន់តែថាល្ពៅនេះអត់ទាន់សម្រាប់ធ្វើសង់ខ្យាបានហូបទេដោយសារតែផ្លែល្ពៅនេះអាចទៅស្លបានណាព្រោះនៅខាងទឹកដីមណ្ឌលគិរីដីរបស់គាត់គឺឡើងក្រហមហ្មងបងប្អូនដឹងស្រាប់ហើយទឹកដីមណ្ឌលគិរីគឺរតនគិរីហ្នឹងគឺដីក្រហមខាងស្នួលក៏ដីក្រហមដែរហើយបើខាងយើងនេះវិញគឺដីធម្មតាទេដោយដុំដីខ្លះសបូរជីវជាតិអីចឹងណាហើយគឺគាត់បេះផ្ញើច្រើនមែនតើបងប្អូនហើយគឺថ្ងៃមុនខ្ញុំថតរូបកន្លែងល្ពៅខ្ញុំទៅផ្ញើគាត់មើលអីចឹងណាខ្ញុំប្រាប់ថានេះល្ពៅខ្ញុំដាំចិត្តផ្ទះបានប៉ុណ្នេះអីចឹងទៅពេលមានណាគាត់ថាឥឡូវអូនឯងនៅផ្ទះអូនឯងញ៉ាំតែផ្លែស្រួយល្ពៅទៅចំណាយឲ្យផ្លែល្ពៅចាំបងបេះផ្ញើទៅមានណាបងប្អូនមិនផ្ញើមកផ្លែល្ពៅទេមានទាំងពោតមកទៀតនិយាយទៅគឺផ្ញើមកឡើងសាហាវបងប្អូនជួយគិតមើលរួចថ្លៃឈ្នួលអត់ឈ្នួលឡានផងឈ្នួលផាសស្អាតចេញពីភូមិមកទៀតពេលអញ្ចឹងគឺចោះលុយណាស់ដែរហ្នឹងតែពិតនេះគឺជាទឹកចិត្តរបស់គាត់បងប្អូនទោះតិចក៏ដោយច្រើនក៏ដោយគាត់ចេះតែផ្ញើឲ្យម៉ាក់ឲ្យប៉ាញ៉ាំហើយពេលខ្ញុំអ្នកនៅមួយម៉ាក់ប៉ាខ្ញុំចេះតែទទួលមកទៅខ្ញុំយកមកឲ្យគាត់អីចឹងណាបងប្អូនដោយសារខ្ញុំនៅចិត្តជាងគាត់នៅខាងដុលគិរីណោះហើយពេលខ្ញុំនៅតែចេះអញ្ចឹងពេលអញ្ចឹងទៅគឺនៅចិត្តគ្នាខ្ញុំយកមកឲ្យម៉ាក់ទៅហើយបងណាមានបងប្អូននៅឆ្ងាយសារផ្ញើវ៉ាន់ចុះឡើងដូចខ្ញុំអត់គឺពួកខ្ញុំអាសាចុះឡើងមែនតើអរគុណច្រើនជម្រាបលា